បងស្រីទី1កុំខ្វល់នឹងគេអីគេគឺជាលេងសញ្ញោមិត្តតាំងពីក្មេងដែលតែងតែតាមរំខានខ្ញុំពួកយើងបងប្អូនស្រីទាំង3នាក់ទៅណាវាមិនពាក់ព័ន្ធនឹងឯងទេកុំមកចេះដឹងរឿងគេនៅទីនេះរឿងមិនមែនជារបស់ខ្លួនឯងសោះអាល្អិតនេះខ្ញុំប្រាប់ឯងទៅចុះរូបគ្រួសារយើងមិនមែនជាមនុស្សធម្មតាដូចឯងអាចប្រាថ្នាចង់បានឡើយឆាប់នៅឲ្យឆ្ងាយពីនាងទៅបើមិនដូច្នោះទេកុំបន្ទោសថាកណ្ដាប់ដៃខ្ញុំគ្មានភ្នែកឲ្យសោះបងដៅពិតជាអស្ចារ្យណាស់និយាយមកពិតជាមានអំណាចមែនបងទី3ពិតជាខ្លាំងក្លាណាស់ពួកអ្នកក្រៅទាំងនេះឃើញពីកម្លាំងរបស់ភូមិតកូលលេនរបស់យើងបងស្រីទី1ពួកគេមានគ្នាច្រើនណាស់ពួកយើងទៅសិនទៅសមត្ថភាពគ្រប់ផ្នែកនៃរាងកាយរបស់ខ្ញុំបានកើនឡើង1 ជា 2កំពុងតែចង់រកអ្នកសាកល្បងកម្លាំងឥឡូវនេះល្មមមិននឹកស្មានថាមានមនុស្សមកស្វែងរកសេចក្តីស្លាប់ដោយខ្លួនឯងបែបនេះសោះកុំបារម្ភអីគ្រាន់តែជាពួកអាដំឡូងចំហុយប៉ុន្មានអ្នកសោះមិញឯងសួរថាខ្ញុំជាអ្នកណាខ្ញុំប្រាប់ឯងទៅចោះឲ្យច្បាស់គឺខ្ញុំនេះហើយគឺជាស្វាមីរបស់ពួកគេទាំង3នាក់ពួកគេគឺជាប្រពន្ធរបស់ខ្ញុំទៅថ្ងៃមុខពួកគេនឹងបង្កើតកូនឲ្យខ្ញុំមានបញ្ហាអីទេសម្ដីឥតន័យស្វាមីរបស់លិនវ៉នរូស្លាប់តាំងពីប៉ុន្មានថ្ងៃមុនបាត់ទៅហើយសុំទោសផងណាមិញភ្លេចប្រាប់ឯងពួកយើងរស់នៅទីធ្លាផ្ទះជាមួយគ្នាតាំងពីតូចនេះគឺទើបតែសម្រេចចិត្តឥឡូវនេះខ្ញុំគឺជាស្វាមីរបស់នាងយ៉ាងម៉េចដែរចង់ដៃអីឲ្យលួយខ្មោចឯងទៅថ្ងៃនេះអញនឹងវាយឯងឲ្យងាប់អាសន្តានអណ្ដើកមកទទួលនេះទៅហាសំជាសមត្ថភាពកើនឡើង1 ជា 2មែនជាអស្ចារ្យខ្លាំងណាស់មានរឿងអីហ្នឹងមិនដឹងដែរបងពិតជាខ្លាំងពូកែណាស់គ្រាន់តែមួយជើងធ្វើឲ្យលេងសញ្ញោសន្លប់បាត់ទៅហើយគ្រាន់តែថាគេប្រហែលជាមិនស្លាប់បែបនេះទេមែនទេមិនអីទេខ្ញុំប្រាប់ពួកនាងចោះខ្ញុំប្រើកម្លាំងតែ2 ភាគ 10ប៉ុណ្ណោះមិនងាប់ទេខ្ញុំស្រាប់តែមានអារម្មណ៍ថាបងប្រហែលជាអាចទប់ទល់បានទោះបីជារៀបការជាមួយពួកយើងទាំង3ក៏ដោយឆ្លៀតពេលគេមិនទាន់ដឹងខ្លួនពួកយើងប្រញាប់ទៅសិនទៅមិនបានទេមនុស្សមិនបានទេមនុស្សថោកទាបបែបនេះមើលភ្លាមដឹងថាមិនមែនជាមនុស្សល្អឡើយមិនអាចលេងទៅងាយបែបនេះទេអូយអាខ្សោយដូចឯងហ៊ានមកដណ្ដើមស្រីរបស់អញផងអាខ្សោយអីយ៉ាហាអីយ៉ាបានហើយឈប់ខ្ទប់ទៅមនុស្សដួលបាត់ហើយហេយករបស់ទាំងនេះទៅចែកគ្នាទៅពួកឯងទាំង3នាក់ទិញអីឆ្ងាញ់ញ៉ាំទៅពិន្ទុបេះដូងលីនវ៉ាន់ឈីងបូក5ពិន្ទុបេះដូងបច្ចុប្បន្ន55ពិន្ទុបេះដូងលីនវ៉ាន់អ៊ីបូក5ពិន្ទុបេះដូងបច្ចុប្បន្ន55ចំណាយតែប៉ុន្មានកាក់ក៏បានពិន្ទុបេះដូងដែរបើតាមគម្រោងនេះបន្តទៀតយកឈ្នះបេះដូងបងប្អូនស្រីបានដេកអបស្រីទាំងសងខាងលេងជាសុបិនទៀតហើយទៅហាអាថោកទាបហ៊ានថាយើងជាអាខ្សោយផងអញចាំមើលទៅអញត្រូវតែសងសឹកឲ្យបានបងប្អូនស្រីទាំង3នាក់នោះត្រូវតែជារបស់អញព្រះអើយពួកយើងរើសបានលុយច្រើនណាស់បើសិនជារើសបានរហូតបែបនេះពួកយើងមិនខ្លាចជាអ្នកមានបាត់ទៅហើយប្រាប់ពួកឯងតាំងពីដំបូងហើយតាមអញទៅនឹងបានស៊ីផឹកគឺហាមិនខានទៅរកអីញ៉ាំនៅហាងសៀវអ៊ីទៅរៀបចំអីឆ្ងាញ់មកឲ្យយើងអូយងាប់ហើយថ្លង់មែនទេមនុស្សលោកម្ចាស់តូចនិយាយទេអីលោកម្ចាស់លោកគឺជាលោកម្ចាស់ដ៏ប្រសើររបស់ខ្ញុំភ្នែកឆ្កែមើលមនុស្សក្នុងផ្លូវទៀបលោកម្ចាស់ទាំងឡាយចង់ពិសាអ្វីដែរចាត់ទុកថាឯងចេះដឹងខុសត្រូវឯងឲ្យដឹងទៅដូចទាំងនេះចាត់ទុកថារង្វាន់ឲ្យលោកម្ចាស់លើក